បាទជំរាបសួរប្រិយមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការផ្ញើចែករំលែកនៅខ្លឹមសារបច្ចេកទេសនៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិមាត្រា2តើមាត្រា2នេះគេចែងថាម៉េចបាទបងស្រីទៅខ្ញុំជាខ្លឹមសារខ្ញុំប្រែសម្រួលទេហើយចាំនេះទៅខ្ញុំជួបជាមួយខ្លឹមសារបច្ចេកទេសដែលគេជាសរសេរជាភាសាអង់គ្លេសជូនតុលាការរួមមានចៅក្រមឯករាជ្យចៅក្រមជាបុគ្គលឯករាជ្យណាត្រូវបានបោះឆ្នោតដោយក្រមជាតិឲ្យក្រមជាតិក្នុងចំណោមបុគ្គលដែលមានលក្ខណៈសម្បត្តិល្អមានសញ្ញាបត្រច្បាប់ខ្ពស់និងមានគោលការណ៍គោរពពីសំណាក់រដ្ឋជាសមាជិកដើម្បីតែងតាំងជាតុលាការជាន់ខ្ពស់និងត្រូវបានទទួលស្គាល់ថាស្រឡាញ់យុត្តិធម៌ស្របតាមគោលការណ៍ច្បាប់អន្តរជាតិចឹងអស្ចារ្យបានយល់ហើយពាក្យថាតុលាការខ្ញុំមិនទីពាក្យថាចក្រមត្រង់តែមានការតែងតាំងជាចក្រមណាបើសុំថាកម្ពុជាយើងត្រូវតែងតាំងដោយព្រះមហាក្សត្រហើយបើសិនជានៅក្នុងក្របខ័ណ្ឌតុលាការយុត្តិធម៌អន្តរជាតិត្រូវបានបោះឆ្នោតជ្រើសតាំងនៅដោយនរណាណាដោយមតិគ្រប់គ្រងរបស់ពីណាបាទដោយមតិគ្រប់គ្រងរបស់មហាសន្និបាតអង្គការសហជាតិនិងក្រមប្រសាសន្តិសុខអង្គការសហជាតិលោកមានសិទ្ធិក្នុងការជ្រើសរើសចក្រមបាទបោះឆ្នោតដោយក្រមជាតិមានន័យថាម៉េចបាទមានន័យថាបុគ្គលដែលមានឯករាជ្យភាពនឹងត្រូវបានក្រមជាតិនេះតំណាងជាតិរបស់រដ្ឋាភិបាលមួយនោះសម្រាប់ជ្រើសរើសគាត់ឲ្យជាបេក្ខជនបម្រុងនៅអង្គការសហជាតិដែលជួយដល់កិច្ចការតុលាការហ្នឹងបាទហើយក្នុងចំណោមបុគ្គលដែលមានលក្ខណៈសម្បត្តិល្អអស្ចារ្យយល់ហើយពាក់ព័ន្ធនឹងផ្នែកសិលធម៌ដែលជាសំខាន់គឺមិនបដោតទៅលើទ្រព្យសម្បត្តិទេបាទគាត់មានទ្រព្យសម្បត្តិគង់វាអស្ចារ្យដែរហើយប៉ុន្តែសំខាន់គឺសិលធម៌និងស្រឡាញ់យុត្តិធម៌បាទអានឹងលក្ខណៈសំខាន់បាទមានសញ្ញាបត្រខ្ពស់មានន័យថាលោកចាប់ផ្ដើមរៀនយ៉ាងហោចណាស់ក៏មានថ្នាក់ Master បណ្ឌិតឬក្រមបណ្ឌិតបាទអានឹងបានជានឹងមានការគោរពពីសំណាក់រដ្ឋជាសមាជិកមានន័យថារដ្ឋជាសមាជិកមុននឹងធ្វើការជ្រើសរើសគាត់ហ្នឹងឲ្យទៅជាតំណាងនៅផ្នែកជាតំណាងបណ្ដោះអាសន្ននៅសមាជិកនៃតុលាការយុត្តិធម៌អន្តរជាតិមានការបោះឆ្នោតជ្រើសរើសមកចប់ពីតំណាងក្នុងប្រទេសបាទពីក្នុងប្រទេសហើយលោកមានបុគ្គលដែលត្រូវជ្រើសរើសជាពីច្រើនជាចក្រមឲ្យមានវ័យចំណាស់ក៏ល្អហើយបើមានសមត្ថភាពខ្ពស់នៅសិលធម៌ល្អរួមនឹងអានេះវាគប់សំរបស់គ្នាបាទcharacter behavior វាល្អប្រសើរហ្នឹងគេចាប់ដើមហើយជាតឡាការជាប់ខ្ពស់នឹងត្រូវបានទទួលស្គាល់ថាលោកជាបុគ្គលដែលស្រឡាញ់យុត្តិធម៌នឹងស្របតាមគោលការណ៍ច្បាប់អន្តរជាតិមានន័យថាក្នុងគោលការណ៍ច្បាប់អន្តរជាតិគេទៅសេមិនទាំងលក្ខណៈសម្បត្តិរបស់គាត់វាស្របទៅគ្នាទូលថាមិនបាន 100% ក៏បាន60 70 80អាហ្នឹងទៅតាមស្ថានភាពជាក់ស្ដែងរបស់បុគ្គលម្នាក់ៗហ្នឹងហើយដោយសារពេលវេលាទីបញ្ចប់ខ្ញុំសូមគោរពថ្លែងអំណរគុណអស់លោកស្រីតាមបណ្ដាសាបាទសូមអរគុណ